សួស្តីបងប្អូនក៏ដូចជាឪពុកម្ដាយដែលមានកូនរៀនចប់ថ្នាក់ទី12ជាពិសេសនឹងមានការប្រឡងនៅពេលខាងមុខនេះខ្ញុំថ្ងៃនេះខ្ញុំសូមចែករំលែកនៅប្រធានបទមួយទាក់ទងរឿងសាកលវិទ្យាល័យឯកជនដែលមានតម្លៃគួរសមអាចនិយាយថាជាតម្លៃថ្លៃទាំង5នៅក្នុងប្រទេសកម្ពុជារបស់យើងហើយនៅក្នុងហ្នឹងសាកលវិទ្យាល័យទាំងអស់នេះក៏មានគុណភាពឬក៏ស្តង់ដារនៃការបង្រៀននៅក្នុងកម្រិតខ្ពស់ដែរអានេះសម្រាប់សាកលវិទ្យាល័យដែលជាសាកលវិទ្យាល័យឯកជនណាខ្ញុំអត់និយាយរឿងសាកលវិទ្យាល័យរដ្ឋទេអញ្ចឹងបងប្អូននេះអាចតាមដានវីដេអូរបស់ខ្ញុំហើយតើមានសាកលវិទ្យាល័យគេខ្លះហើយតម្លៃប្រាក់ផែលប៉ុណ្ណាណាខ្ញុំនិយាយតម្លៃប្រាក់ផែលទេអញ្ចឹងខ្ញុំក៏មិនច្បាស់ 100% ដែរប៉ុន្តែខ្ញុំមានតម្លៃប្រាក់ផែលដែលបងប្អូនអាចពិចារណាអាចគិតលៃលកខ្លួនឯងហើយត្រៀមថវិកាហើយសម្បីតែគ្រួសារក៏ត្រូវត្រៀមថវិកាដើម្បីធ្វើម៉េចក៏ក្រែងរកយើងចង់រកសាកលវិទ្យាល័យមួយដែលយើងចង់មករៀនណាយើងចង់មករៀនហើយសាកលវិទ្យាល័យគឺច្រើនប៉ុន្តែថ្ងៃនេះខ្ញុំលើកយកតែសាកលវិទ្យាល័យ5ដែលជាវិស័យជាសាកលវិទ្យាល័យឯកជនដែលមានតម្លៃខ្ពស់ឬក៏គួរសមណាបាទអញ្ចឹងសាកលវិទ្យាល័យទី1គឺសាកលវិទ្យាល័យAmerican University of ភ្នំពេញសាកលវិទ្យាល័យអាមេរិកាំងនៃភ្នំពេញគឺ AUPP សាកលវិទ្យាល័យនេះគឺសហការមានកម្មវិធីជាកម្មវិធីសហរដ្ឋអាមេរិកអញ្ចឹងយើងមានឱកាសពីរទី1យើងរៀនយកសញ្ញាបត្រតែមួយក៏បានឬក៏យើងចង់បានសញ្ញាបត្រពីអាមេរិកមួយទៀតតម្លៃក៏ខុសគ្នាដែរបើខ្ញុំ search ទៅតម្លៃប្រហែលជាខ្ទង់6000ក្នុងមួយឆ្នាំអានឹងបើសិនយើងយកសញ្ញាបត្រតែមួយតែបើសិនយើងយកសញ្ញាបត្រអាមេរិកទៀតវាអាច9000 10000ជាងអីវាអាស្រ័យទៅលើមុខវិជ្ជាឬក៏ប្រភេទសាកលវិទ្យាល័យឬក៏បញ្ញាបត្រដែលយើងយកណាសាកលវិទ្យាល័យទី2គឺជាសាកលវិទ្យាល័យដែលជាសាខាភាសា UK ភាសាអង់គ្លេសឈ្មោះថា The Montfort University ណា The Montfort University អញ្ចឹងជាកម្មវិធីភាសាអង់គ្លេសហើយជាសាខាភាសាអង់គ្លេសយើងកាត់ហៅថាDMUC ហើយតម្លៃសិក្សាវាអាស្រ័យទៅលើមហាវិទ្យាល័យឬក៏មុខវិជ្ជាដែលយើងរើសទេណាអញ្ចឹងវាអាចពី7000ទៅ$10000នៅក្នុងមួយឆ្នាំណា7000ទៅ$10000ក្នុងមួយឆ្នាំសាកលវិទ្យាល័យទី3គឺសាកលវិទ្យាល័យ CAMED Business School សាលានេះវាច្រើនផ្ដោតទៅលើគណនេយ្យពន្ធដារស្តង់ដារហិរញ្ញវត្ថុអីចឹងទៅណាគឺតម្លៃប្រហែលជាខ្ទង់ចាប់ពី5000 6000ណា6000ជាងសំដៅអាចពី5000ជាង6000ឬ7000អីចឹងទៅតាមប្រភេទប្រវេទណាបាទនៅក្នុងមួយឆ្នាំហើយសាកលវិទ្យាល័យទី4គឺយើងហៅថាជាមហាវិទ្យាល័យគឺ Raffles International College ភ្នំពេញហ្នឹងអាចមួយឆ្នាំអាចខ្ទង់4000ទៅ$7000ក្នុងមួយឆ្នាំណាហើយនឹងមួយទៀតគឺសាកលវិទ្យាល័យ Paragon International University អាចពី4000ពី3000ជាងទៅ6000អញ្ចឹងទៅតាមមុខវិជ្ជាហើយក៏វាអាស្រ័យទៅលើអាហារូបករណ៍ដែលយើងទទួលបានក៏ពីយើងប្រឡងចូលដែរណាអញ្ចឹងមានអាហារូបករណ៍អញ្ចឹងទាំងអស់នេះសិតតែជាឈ្មោះសាកលវិទ្យាល័យហើយខ្ញុំរាប់ថា1 2 3 4នេះមិនមែនជាលេខរៀងរបស់សាកលវិទ្យាល័យទេកុំច្រឡំណាតែកុំថានេះលេខ1លេខ2អីខ្ញុំមិនមែនមានន័យចឹងទេខ្ញុំគាត់ថាវាជាសាកលវិទ្យាល័យទាំង5គាត់ថាខ្ញុំអាចយកឈ្មោះនេះដាក់មុនឬឈ្មោះដាក់ក្រោយទៅប៉ុណ្ណឹងទេណាមិនមែនជា rank មិនមែនជាលេខលំដាប់របស់សាកលវិទ្យាល័យទេសូមកុំច្រឡំទៅនេះណាបាទអញ្ចឹងសាកលវិទ្យាល័យទាំងអស់នេះគឺជាសាកលវិទ្យាល័យដែលមានជំនាញផ្សេងគ្នាហើយពេលខ្លះគាត់មានមុខវិជ្ជាមានបញ្ញាបត្រដូចគ្នាខ្លះដែរប៉ុន្តែដោយ CAMED គាត់ជំនាញខាងគណនេយ្យពន្ធដារអញ្ចឹងទៅមាន Raffles គាត់ជំនាញខាង design fashion អីចឹងទៅណាអញ្ចឹងយើងផ្សេងគ្នាណានៅសាកលវិទ្យាល័យនីមួយៗហ្នឹងគេមានគេហៅ uniqueness ចំណុចស្នូលរបស់គេវាមានមុខវិជ្ជាស្នូលរបស់គេហើយក្រៅពីហ្នឹងគឺគេមានជាទូទៅមានមុខវិជ្ជាជាទូទៅច្រើនស្រៀងគ្នាអូខេអរគុណទាំងអស់គ្នាដូចខ្ញុំថាអញ្ចឹងព័ត៌មាននេះអាច
ជួយដល់អស់គ្នាក្នុងការគិតពិចារណាដឹងថាតើមានសាកលវិទ្យាល័យណាសាកលវិទ្យាល័យនៅក្នុងស្រុកយើងច្រើនណាច្រើនអញ្ចឹងយើងរើសទៅតាមលទ្ធភាពទៅតាមអ្វីដែលយើងអាចធ្វើទៅបានរហូតដល់យើងគិតថាយើងអាចបញ្ចប់ដល់រយៈពេល4ឆ្នាំពោះអាលុយបង់ឆ្នាំទី1វាជារឿងមួយប៉ុន្តែពេលយើងត្រូវដឹងថាការរៀនគឺយើងត្រូវ commit ទៅមិនបានចង់ឲ្យណាក៏4ឆ្នាំដែរណាការបដិញ្ញាចិត្តយ៉ាងហោចណាស់ក៏4ឆ្នាំដែរអញ្ចឹងយើងត្រូវគិតគូរការចំណាយឲ្យហើយអូខេអរគុណច្រើនអ្នកនរគ្នាបើតោះនេះចង់តាមដានវីដេអូខ្ញុំផ្សេងទៀតតោះនេះអាចចូលទៅ channel របស់ខ្ញុំហើយ subscribe សម្រាប់អ្នកមិនទាន់ subscribe ហើយអ្នកដែល subscribe ហើយចង់មើលវីដេអូផ្សេងចូលទៅក្នុង channel ហ្នឹងហើយ scroll មើលវីដេអូខ្ញុំផ្សេងទៀតបាទជាទូទៅខ្ញុំនិយាយរឿងការរៀនសូត្រសាកលវិទ្យាល័យអីចឹងរើសមុខជំនាញរៀននៅថ្នាក់សាកលវិទ្យាល័យមហាវិទ្យាល័យក៏ដូចជាជំនាញទុនធានមនុស្សនិងរដ្ឋបាលណាច្បាប់ការងារអីផ្សេងហ្នឹងហើយសម្រាប់គ្នាយើងដែលមានសំណួរអាចសួរខ្ញុំបាននៅតាម comment ណាអរគុណច្រើនជំរាបលា